ឱកាសបនចូលឆ្នាំថ្មីទៅដល់ប្រជាពលរដ្ឋមានជីវភាពលំបាកតើការធ្វើនេះនៅក្នុងស្រុកភូមិឃុំណាដែរហើយធ្វើឡើងដោយអ្នកតំណាងរាស្ត្ររូបណាដែរបាទយើងឃើញថានៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំម្សាញ់ដែលនឹងខិតជិតមកដល់នេះដែរគឺថាក្នុងនាមឯកឧត្តមលន់នំថៃដែលជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមគឺបានអញ្ជើញចុះសំណេះសំណាលនិងសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពលំបាកស្ថិតនៅក្នុងឃុំសំពងជ័យស្រុកជាងព្រៃនៅខេត្តកំពង់ចាមចំនួន32គ្រួសារដោយក្នុងមួយគ្រួសារនោះគឺថាទទួលបានអង្ករ25គីឡូក្រាមទឹកត្រីទឹកស៊ីអ៊ីវត្រីខនិងថវិកាចំនួន50000រៀលផងដែរសម្រាប់មួយគ្រួសារហើយក្នុងនោះក៏មានការផ្ដល់លើកទឹកចិត្តជាថ្នាំពេទ្យថ្នាំសកៅថ្នាំពេទ្យអីយើងហ្នឹងគឺថាចំនួនប្រហែលជាអ្នកមកកញ្ចប់ផងដែររួមទាំងឧបត្ថម្ភទៅដល់អ្នកចូលរួមមានវិជាការពារអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធអីផងដែរហើយក្នុងនោះដែរគឺថាសម្រាប់ការចំណាយផ្សេងទាំងអស់ហ្នឹងសរុបប្រមាណជា79លានរៀលផងដែរដែលជាការចំណាយរបស់អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមហើយឆ្លៀតនៅក្នុងឱកាសនោះដែរគឺថាឯកឧត្តមលន់ថៃអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមគឺថាក៏បានលើកឡើងដែរនៅក្នុងស្រុកជើងព្រៃហ្នឹងមានរោងចក្រប្រមាណជា16រោងចក្រហើយមានកម្មករប្រមាណ20000នាក់ហើយក្នុងនោះដែរគឺថាកម្មករទាំងអស់ហ្នឹងបើគិតជាប្រចាំខែគឺថាទទួលបានប្រាក់សរុបរាប់លានដុល្លារសម្រាប់កម្មករទាំងប្រមាណជា20000នាក់នេះជាការបង្កើននៅជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកជើងព្រៃក្នុងក្របខ័ណ្ឌស្រុកជើងព្រៃបាទហើយក្នុងដែរឯកឧត្តមលន់ថៃក៏បានធ្វើការផ្ដាំផ្ញើនិងក្រើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋត្រូវអប់រំណែនាំកូនចៅសមាជិកក្នុងគ្រួសារគឺថាត្រូវមានការពិសាទទួលទាននៅប្រៃពេកផ្អែមពេកដែលធ្វើឲ្យប៉ះពាល់សុខភាពកើតទៅជាជំងឺមិនឆ្លងដូចជាជំងឺមហារីកលើសឈាមកាំងបេះដូងអីជាដើមអញ្ចឹងនេះជាសារអប់រំមួយរបស់ឯកឧត្តមអ្នកតំណាងរាស្ត្រហើយមួយទៀតហ្នឹងគឺថាកុំឲ្យមានការជឿទៅលើក្រុមអគតិមួយចំនួនដែលបង្កចលាចលនៅក្នុងប្រទេសជាតិគណៈប្រទេសដែលយើងប្រទេសកម្ពុជាយើងមានសុខសន្តិភាពពេញលេញហើយក្នុងនោះដែរយើងគិតថាឯកឧត្តមលន់នំថៃក៏បានលើកឡើងពីសមិទ្ធផលនានានៅក្នុងឃុំសំពងជ័យក៏ដូចនៅទូទាំងប្រទេសក៏ដូចនៅក្នុងខេត្តកំពង់ចាមគឺថាមានការអភិវឌ្ឍជាបន្តបន្ទាប់ពីផ្លូវដីទៅជាផ្លូវកស៊ូហើយកន្លែងខ្លះគឺថាឆ្លងដយទៅជាមានស្ពានអីឆ្លងកាត់អីហូរហែជាដើមអញ្ចឹងទៅមានសរុបជារួមគឺថាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលជាបច្ចុប្បន្នជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺថាបាទគាត់ជាបន្តបន្ទាប់ហើយពីមួយថ្ងៃទៅមួយថ្ងៃថាមានការអភិវឌ្ឍទាំងនៅទីក្រុងនិងជនបទហើយឆ្លៀតនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំជិតមកដល់នេះដែរក្នុងនាមឯកឧត្តមលន់នំថៃអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមហ្នឹងក៏បានធ្វើការផ្ដាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋគឺថាមុនពេលចាក់ចេញពីលំនៅឋានគឺថាត្រូវផលិតភ្លើងអគ្គិសនីភ្លើងចង្ក្រានភ្លើងទៀនធូបអីជាដើមហ្នឹងមុនចាក់ចេញពីផ្ទះហើយនៅពេលធ្វើដំណើរគឺថាមានការយោគយល់អធ្យាស្រ័យគ្នាគ្រប់ច្បាប់ចរាចរណ៍ហើយកុំបើកបរក្នុងស្ថានភាពស្រវឹងបាទខ្ញុំបាទខ្ញុំថាធ្វើសេចក្តីការពីខេត្តកំពង់ចាមសូមជម្រាបលាអរគុណលោកថាបាទហើយក៏សូមដូចថាអរគុណទៅដល់ឯកឧត្តមលន់នំថៃអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមដែលចេះដូចថាគិតដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនេះហៅថាតំណាងរាស្ត្រព្រោះគាត់ដឹងថាពេលចិត្តចូលឆ្នាំអញ្ចឹងបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតបើសម្រាប់តែមានជីវភាពសមរម្យអត់អីតែខ្វះខាតពេលបានថវិកាអញ្ចឹងគាត់សប្បាយចិត្តមានន័យថាដូចយើងធ្វើបុណ្យមួយសម្រាប់មនុស្សដែលកំពុងអត់អញ្ចឹងគាត់មានលុយគាត់អាចដូចថា50000ចុះ50000រៀលគាត់អាចទៅធ្វើបុណ្យតិចតួចគាត់សល់ទៀតហើយគាត់មានអំណោយទាំងអង្គនិងអីទៀតក៏បានហូបចុកទៀតបាននេះជាការគេថាបំពេញជួយឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនដែលមានជីវភាពក្រខ្សត់បាទអរគុណ